Hello everyone សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកពីការប្រើប្រាស់ពាក្យកិរិយាសព្ទដែលប្រើប្រាស់រាល់ថ្ងៃមកបង្ហាញបងប្អូននៅក្នុងការប្រើប្រាស់ចឹងបងប្អូនមើលពាក្យនេះគេអានថា wake up បាទ wake up គឺប្រែថាភ្ញាក់ពីដំណេកឬមួយក៏ក្រោកពីដំណេកយើងក្រោកពីគេងប៉ុន្តែយើងអត់ទាន់ចាក់ចេញពីគ្រែទេយើងគ្រាន់ដឹងខ្លួនឬមួយក៏យើងតំអក់នៅអីគឺយើងប្រើពាក្យ wake up ណាភ្ញាក់ពីដំណេកចឹងបងប្អូនមើលការប្រើប្រាស់ក្នុងប្រយោគឧទាហរណ៍ I wake up at 6 o'clock បាទខ្ញុំភ្ញាក់ពីដំណេកនៅម៉ោង6 I wake up at 6 o'clock បាទ I នេះគឺខ្ញុំ wake up គឺក្រោកពីដំណេក at 6 o'clock បាទនៅម៉ោង6បាទពាក្យ 6 o'clock យើងប្រើនាំមុខដោយពាក្យ at នៅពីមុខម៉ោងណាបាទ at 6 o'clock នៅម៉ោង6 at នេះគឺយើងអត់ប្រែទេប៉ុន្តែនៅពីមុខម៉ោងយើងត្រូវតែដាក់វាបាទ6 o'clock 6នេះ6ហើយ o'clock នេះយើងម៉ោងគត់គឺយើងប្រើ o'clock ដូចថាម៉ោង6គត់7គត់8គត់អញ្ចឹងដឹងថាមាន o'clock ហើយដូចថាម៉ោង6គត់6 o'clock ម៉ោង7គត់7 o'clock ម៉ោង8គត់8 o'clock អញ្ចឹងណានិយាយរួមឲ្យតែម៉ោងគត់ប៉ុន្តែបើសិនជាម៉ោងមានលេខនាទីវាអត់គត់គឺយើងអត់ប្រើ o'clock ទេដូចថាម៉ោង6 10នាទីអញ្ចឹងគឺ6:10អញ្ចឹងណាយើង6:10ម៉ោង6 10នាទីយើងអត់ប្រើ o'clock ទៀតទេដូចថាម៉ោង7:40អញ្ចឹងបាទ7:40អញ្ចឹងណាយើងអត់ប្រើ o'clock ទៀតទេលើកលែងតែវាជាម៉ោងគត់បានយើងប្រើ o'clock បើ o'clock នេះគឺយើងសេ o ហើយអវតមួយនេះគេហៅថា apostrophe ហើយនឹងពាក្យ clock អញ្ចឹង I wake up at 6 o'clock ខ្ញុំភ្ញាក់ពីដំណេកនៅម៉ោង6បើសិនថាយើងក្រោកពីគេងនៅម៉ោង7 I wake up at 7 o'clock ខ្ញុំក្រោកពីគេងនៅម៉ោង7អញ្ចឹងទៅបើសិនថាខ្ញុំក្រោកពីគេងនៅម៉ោង6កន្លះបាទ6:30 I wake up at 6:30អញ្ចឹងណាអូខេឥឡូវយើងបន្តទៅពាក្យមួយទៀតបាទពាក្យ alarm នេះគឺប្រែថាសំឡេងរោឬមួយក៏នាឡិការោណា alarm បាទយើងដាក់សំឡេងរោតាមទូរស័ព្ទឬមួយក៏នាឡិកាប៉ោលដែលរោដើម្បីភ្ញាក់ហ្នឹងគឺ alarm អញ្ចឹងបងប្អូនមើលការប្រើប្រាស់នៅក្នុងប្រយោគឧទាហរណ៍ My alarm rings at 6 o'clock បាទនាឡិការោរបស់ខ្ញុំហ្នឹងរោនៅម៉ោង6ឬមួយក៏ថាសំឡេងរោរបស់ខ្ញុំហ្នឹងបាទរោនៅម៉ោង6សំដៅយកនាឡិការោឬមួយក៏ម៉ោងរោណាអញ្ចឹង My alarm rings at 6 o'clock my នេះគឺរបស់ខ្ញុំអញ្ចឹង my alarm គឺនាឡិការោរបស់ខ្ញុំ rings បាទ ring នេះគឺរោបាទរោគ្រឿងហ្នឹងគឺកិរិយាសព្ទប្រែថា rings at 6 o'clock បាទនៅម៉ោង6បងប្អូនមើលកិរិយាសព្ទនេះមួយទៀតគឺ get up បាទ get up នេះក្រោកពីដំណេកក្រោកពីដំណេកនេះគឺយើងចាក់ចេញពីគ្រែបាទយើងទៅបន្ទប់ទឹកឬមួយក៏ទៅសម្អាតផ្ទះឬមួយក៏អីចឹងគឺ get up បាទយើងចេញពីគ្រែហើយឧទាហរណ៍ I get up from my bed បាទខ្ញុំក្រោកចេញពីគ្រែ I get up from my bed I នេះខ្ញុំ get up នេះក្រោកពីគេងក្រោកបាទ from ពី my bed បាទគ្រែរបស់ខ្ញុំ bed នេះគឺគ្រែ my នេះគឺរបស់ខ្ញុំអញ្ចឹង I get up from my bed ខ្ញុំក្រោកពីគ្រែបាទខ្មែរយើងអត់ចាំបាច់និយាយថាខ្ញុំក្រោកពីគ្រែរបស់ខ្ញុំទេណាមានរបស់ខ្ញុំហ្នឹងរៀងឆ្កងតិចប៉ុន្តែអង់គ្លេសត្រូវតែដាក់មកអញ្ចឹងយើងប្រែសម្រួលជាខ្មែរយើងអញ្ចឹងណា I get up from my bed បាទខ្ញុំក្រោកពីគ្រែបាទក្រោកចេញពីគ្រែបាទបើយើងពាក្យមួយបងប្អូនត្រូវដឹងពីពាក្យដែរថា my របស់ខ្ញុំ bed នេះគ្រែអញ្ចឹងបើប្រែមួយខ្ញុំក្រោកចេញពីគ្រែរបស់ខ្ញុំបើយើងសម្រួលមកខ្ញុំក្រោកពីគ្រែអញ្ចឹងទៅបងប្អូនមើលពាក្យនេះគឺ brush my teeth បាទដុសធ្មេញ brush my teeth brush នេះគឺប្រែថាដុសជាកិរិយាសព្ទហើយ teeth នេះគឺប្រែថាធ្មេញ my នេះគឺរបស់ខ្ញុំអញ្ចឹង brush my teeth ដុសធ្មេញអញ្ចឹងទៅយើងអត់ចាំបាច់ប្រែថាដុសធ្មេញរបស់ខ្ញុំរៀងឆ្កងតិចប៉ុន្តែបើប្រែពាក្យមួយគឺអញ្ចឹងហើយដុសធ្មេញរបស់ខ្ញុំយើងប្រែធម្មតាមកដុសធ្មេញហ្នឹងហើយតាមពិតប្រាស់នេះបើសិនវាជានាមធម្មតាប្រែច្រាស់ទេច្រាស់យើង
សម្រាប់ដោះមិញឬមួយក៏ច្រាស់បោកអាវហ្នឹងគឺយើងប្រើប្រាស់នឹងដែរប៉ុន្តែបើសិនជាកិរិយាសព្ទវាប្រែថាដោះវិញណាដោះmy teeth បាទ brush my teeth ដោះធ្មេញរបស់ខ្ញុំឧទាហរណ៍ I brush my teeth every morning ខ្ញុំដុសធ្មេញរបស់ខ្ញុំជារៀងរាល់ព្រឹក I brush my teeth every morning ហើយខ្ញុំ brush ដោះ my teeth ធ្មេញរបស់ខ្ញុំ every morning រៀងរាល់ព្រឹក morning នេះគឺព្រឹកដាក់ every មកគឺរៀងរាល់ណា every morning រៀងរាល់ព្រឹក I brush my teeth every morning ខ្ញុំដុសធ្មេញរាល់ព្រឹកបងប្អូនមើលពាក្យនេះគឺ wash my face បានលុបមុខបាទ wash my face បាទ wash នេះគឺប្រែថាលុបឬមួយក៏លាងបាទលាងឡាននេះគឺយើងប្រើពាក្យហ្នឹងដែរណា car wash បាទកន្លែងលាងឡានអញ្ចឹង wash នេះគឺប្រែថាលុបថាលាងបាទប្រើជាមួយទឹក wash my face face នេះគឺប្រែថាមុខ my នេះគឺរបស់ខ្ញុំអញ្ចឹងលុបមុខរបស់ខ្ញុំខ្មែរយើងថាលុបមុខទាំងមក wash my face ឧទាហរណ៍ I wash my face with clean water បាទខ្ញុំដុសមុខលុបមុខរបស់ខ្ញុំជាមួយនឹងទឹកស្អាត I wash my face with clean water I wash បើ I ខ្ញុំ wash គឺប្រែថាលុប my face បាទមុខ with នេះជាមួយបាទ clean water នេះគឺទឹកស្អាតណា clean water clean នេះគឺប្រែថាស្អាត water នេះគឺទឹកអញ្ចឹង I wash my face with clean water ខ្ញុំលុបមុខរបស់ខ្ញុំបងប្អូនមើលពាក្យមួយទៀត take a shower បាទប្រែថាងូតទឹក take a shower take នេះគឺយើងប្រើបានច្រើនណាស់កិរិយាសព្ទហ្នឹងណាអាស្រ័យទៅលើពាក្យនៅខាងចុងវាទេអញ្ចឹងបងប្អូនត្រូវចាំពីកសោមពាក្យគេដែលយើងប្រើមួយពាក្យ shower នេះប្រែថាផ្កាឈូកនេះគឺយើងប្រែថាងូតទឹកបាទ take កន្លែងហ្នឹងងូត take a shower ប៉ុន្តែបងប្អូនឃើញពាក្យ take ហ្នឹងនៅកន្លែងផ្សេងដែលអត់ភ្ជាប់មួយ shower ហ្នឹងគឺមិនមែនប្រែថាងូតទេគឺយើងប្រែថាយកថតរូបអីក៏យើងប្រើអាហ្នឹងដែរ take photos បាទថតរូបអីអញ្ចឹងណា take profit បាទទទួលប្រាក់ចំណេញអញ្ចឹងយើងប្រើច្រើនអញ្ចឹងបងប្អូនត្រូវចំណាំវានេះអាកន្លែងកម្មបត្តិវានៅខាងចុងនេះតែកាលណាប្រើជាមួយនឹង shower គឺប្រែថាងូតទឹកហើយ take a shower បាទប្រែថាងូតទឹកអញ្ចឹងអង់គ្លេសមានកិរិយាសព្ទមួយចំនួនគឺពិបាកនៅក្នុងការប្រើប្រាស់មួយវាតើតែយើងចាំពីបរិបទវាដែលគេត្រូវប្រើមួយហ្នឹងប៉ុន្តែវាមិនមានច្រើនទេមានកិរិយាសព្ទ 4-10 ហ្នឹងប៉ុន្តែធ្វើឲ្យយើងវង្វេងដែរពេលខ្លះណាដូចកិរិយាសព្ទ have កិរិយាសព្ទ get កិរិយាសព្ទ take នេះគឺសិតតែប្រើច្រើនអញ្ចឹងបងប្អូនចំណាំវាមួយណា take a shower ងូតទឹកឧទាហរណ៍ I take a shower every morning ខ្ញុំងូតទឹករាល់ព្រឹក I take a shower every morning បាទ take I ខ្ញុំ take a shower ងូតទឹក every morning រៀងរាល់ព្រឹកបាទ every នឹងរៀងរាល់ morning នេះគឺពេលព្រឹកពាក្យរៀងដដែលទេពីខាងលើមកក៏យើងធ្លាប់ជួបដែរណា every morning អញ្ចឹងនៅពេលបងប្អូនចាំពាក្យបានច្រើនទៅវាអង់គ្លេសវារៀងដដែលទេដូចជាទម្លាប់ប្រចាំថ្ងៃអីអញ្ចឹងទៅរៀនសរសេររៀនអានមកយូរទៅវាថ្នឹកហើយបើសិនជាយើងអានម្ដងហើយយើងទុកចោលអញ្ចឹងក៏យើងអត់ងាយចាំដែរតើយើងជួបវាសេជួបវាអានជួបវាសេជួបវាអានរនឹកខ្លះរំលឹកឡើងវិញ review ឡើងវិញអានឹងឆាប់ចាំហើយបងប្អូនមើលពាក្យមួយនេះទៀត get dressed បាទស្លៀកពាក់ get dressed ស្លៀកពាក់អញ្ចឹង get នេះក៏ប្រើបានច្រើនដែរអញ្ចឹងបងប្អូនចំណាំជាមួយនឹងពាក្យ dress កាលណាប្រើជាប់គ្នាអញ្ចឹងគឺមានន័យថាស្លៀកពាក់កៅអៅហើយណា get dress បាទស្លៀកខោពាក់អាវអីទំនុយខ្សែក្រវ៉ាត់អីបាទធំទៅហ្នឹងគឺយើងប្រើពាក្យ get dress បាទស្លៀកពាក់អញ្ចឹងទៅតែបើសិនជាបងប្អូនចង់ប្រើពាក្យស្លៀកខោមួយពាក់អាវមួយគឺយើងប្រើពាក្យផ្សេងណានេះគឺមកចប់តែម្ដងស្លៀកពាក់កៅអៅសម្រាប់ចេញទៅធ្វើការណាមួយឈុតហ្នឹងគឺ get dress ស្លៀកពាក់ឧទាហរណ៍ I get dressed before work ខ្ញុំស្លៀកពាក់មុនពេលដែលទៅធ្វើការណា I get dressed before work
ai ខ្ញុំគេ dress ស្លៀកពាក់ខោអាវ before មុនពេល work បាទទៅធ្វើការ work នេះគឺប្រែធ្វើការអញ្ចឹងគឺសំដៅយកទៅធ្វើការហ្នឹងហើយអត់មានពាក្យទៅទេតែអង់គ្លេសយើងប្រែតែប៉ុណ្្នឹងទេយើងប្រើតែប៉ុណ្្នឹងបានហើយ I get dressed before work ខ្ញុំស្លៀកពាក់ខោអាវមុនពេលទៅធ្វើការបើយើងប្រែពាក្យមួយគឺ I ខ្ញុំ get dressed ស្លៀកពាក់ខោអាវ before មុនពេល work ធ្វើការអញ្ចឹងណាខ្មែរយើងប្រែសម្រួលមកគឺដោយសារតែអង់គ្លេសឡើយនេះគឺមានន័យថាអញ្ចឹងបងប្អូនមើលពាក្យមួយទៀតគឺ have breakfast បាយញ៉ាំអាហារពេលព្រឹក have breakfast have នេះក៏យើងប្រើបានច្រើនដែរណាមួយអាហារពេលព្រឹកថ្ងៃត្រង់ឬមួយក៏ពេលល្ងាចគឺយើងប្រើ have តែមួយទេបើ have lunch អាហារញ៉ាំអាហារថ្ងៃត្រង់អញ្ចឹងទៅប្រហែលតែញ៉ាំហូបពិសាបើសិនជាប្រើមួយអាហារណា have dinner ញ៉ាំអាហារពេលព្រឹកអញ្ចឹងទៅអញ្ចឹង have breakfast ញ៉ាំអាហារពេលព្រឹកបាទ breakfast ហ្នឹងគឺអាហារពេលព្រឹកតែបើសិនជាបងប្អូនឃើញពាក្យហ្នឹងដែលប្រើប្រាស់ក្រៅពីអាហារគឺវាមានន័យផ្សេងណាដូចថាខ្ញុំមានផ្ទះអញ្ចឹងគឺយើងប្រើថាមានដែរណា I have a house បាទខ្ញុំមានផ្ទះមួយ I have a flat ខ្ញុំមានផ្ទះល្វែងមួយអញ្ចឹងទៅអញ្ចឹងអាហ្នឹងក៏ជាកិរិយាសព្ទដែលប្រើបានច្រើនដែរដល់បងប្អូនចំណាំវាអញ្ចឹង have breakfast ញ៉ាំអាហារពេលព្រឹកឧទាហរណ៍ I have breakfast at 7 o'clock ខ្ញុំញ៉ាំអាហារពេលព្រឹកនៅម៉ោង7 I have breakfast at 7 o'clock ហើយខ្ញុំ have breakfast ញ៉ាំអាហារពេលព្រឹក at 7 o'clock បាននៅម៉ោង7បាទអញ្ចឹងនៅក្នុងថ្ងៃនេះបងប្អូនបានរៀនកិរិយាសព្ទចំនួន16កិរិយាសព្ទហើយនឹងប្រយោគបាទចូលគ្នាទាំងអស់គឺ16អញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយមួយទៀតបាទអរគុណបងប្អូនដែលបានតាមដាននៅការបង្រៀនភាសាអង់គ្លេសនៅលើ Channel PPT English បើសិនជាបងប្អូនចង់តាមដាននៅវីដេអូដែលអាប់ដេតថ្មីបាទសូមចុចលើប៊ូតុង Subscribe ហើយនិងសញ្ញាកណ្ដឹងបាទសូមជម្រាបលាសូមអរគុណ